นึกឃើញស្ទើរតែស្រក់ទឹកភ្នែកស្រីជប់ទម្លាយអារម្មណ៍ពិតថាមិនដែលគិតស្រមៃថានឹងមានគ្រួសារមួយហើយមានកូនដូចគេនោះទេព្រោះដឹងថាខ្លួនមិនស្អាតសារជាថ្មីម្ដងទៀតតារាកំ ប្លែងស្រីជប់ទម្លាយអារម្មណ៍ពិតទាំងអួលដើមកនិយាយពីរឿងអនាគតខ្លួនមិនដែលគិតនឹងស្រមៃថាខ្លួនឯងអាចនឹងមានគ្រួសារមានកូនដូចគេនោះទេព្រោះដឹងច្បាស់ពីខ្លួនឯងហើយទទួលស្គាល់ពីខ្លួនឯងដូចគ្នាប្រិមិត្តពិតជាបានស្គាល់ហើយពីតារាសម្ដែងវ័យក្មេងដ៏មានទេពកោសល្យប្រចាំក្រុមព្រូណុយគឺស្រីជប់នៅមួយរយៈចុងក្រោយនេះទទួលបានគាំទ្រយ៉ាងខ្លាំងពីសំណាក់ពុកម៉ែបងប្អូនតាមរយៈការថតសម្ដែងកំ ប្លែងខ្លីនៅលើបណ្ដាញសង្គមបើមើលទៅជីវិតឯកជនរបស់តារាសម្ដែងរូបនេះវិញមិនធ្លាប់បានបង្ហាញស្នេហាឬទំនាក់ទំនងជាមួយបរិសុទ្ធណានោះទេមុននេះបន្តិច CEO អ្នកនាងស្រីម៉ែដែលជាប្អូនស្រីរបស់អ្នកនាងស៊ូសាភីបានចោទជាសំណួរទៅកាន់ស្រីជប់ថាតើប្អូនចង់មានគ្រួសារដូចគេអត់នៅពេលនោះស្រីជប់បានឆ្លើយទៅវិញថាចំពោះរឿងគ្រួសារហ្នឹងគឺអ្នកណាក៏ចង់មានដែរគាត់ថាចំពោះខ្លួនគាត់គឺគ្មានអ្នកណាស្រឡាញ់នោះទេគាត់បន្តថាមិនហ៊ានស្រមៃខ្ពស់ពេកនោះទេទោះជាយ៉ាងណាបើនិយាយទៅលើរឿងរូបសម្រស់វិញគឺវាមិនស្ថិតនៅជាមួយយើងរហូតនោះទេវានឹងមានការប្រែប្រួលនៅថ្ងៃណាមួយជាក់ជាមិនខានប៉ុន្តែអ្វីដែលនៅជាមួយយើងពិតប្រាកដនោះគឺអត្តចរិតវិញ្ញាណនិងសន្តានចិត្តទៅវិញទេដែលនៅជាមួយយើងជាប់ទៅពេញមួយជីវិតបើតាមការរៀបរាប់សួរនាំខាងលើពីប្អូនស្រីជប់ទោះបីរូបសម្រស់ខ្លួនមិនមានភាពតាក់ទាញដូចគេយ៉ាងណាក៏ដោយបើនិយាយទៅលើអត្តចរិតពីខាងក្នុងវិញទាំងរឹកពីទាំងភាពចិត្តល្អនិងចរិតស្លូតបូតខ្លួនក៏មិនចាញ់អ្នកណានោះដែររឿងគ្រួសារវិញអ្នកណាក៏ចង់មានដែរតែបើនិយាយទៅលើរូបសម្រស់គឺក៏មិនត្រឹមត្រូវពេកនោះដែរជាក់ស្ដែងទៅរូបសម្រស់វាគ្រាន់តែជាគ្រឿងលម្អពីខាងក្រៅប៉ុណ្ណោះប៉ុន្តែអ្វីដែលល្អបំផុតនោះគឺចរិតពីខាងក្នុងនិងការយកចិត្តគ្នាទៅវិញនោះទេចំពោះការសាងអនាគតបើមើលទៅរូបសម្រស់តែម្យ៉ាងគឺមិនទាន់ត្រឹមត្រូវនោះទេប៉ុន្តែបើស្រឡាញ់ទៅលើចរិតនិងកាយវិការវិញគឺវានឹងនៅជាមួយយើងអស់មួយជីវិតដូច្នេះហើយយើងស្រឡាញ់កុំមើលតែរូបសម្រស់ពេកប្រយ័ត្នខកបំណងនៅថ្ងៃក្រោយគួរតែស្រឡាញ់ចេញពីចិត្តពិតនិងស្រឡាញ់ទៅលើអត្តចរិតវិញបានវាពិតជាត្រឹមត្រូវជាងជាស្រ័យម្ល៉េះក៏មានការខមមិននៅការលើកទឹកចិត្តទៅកាន់ប្អូនស្រីជប់ជាច្រើនផងដែរអ្នកខ្លះក៏បានគិតថាកុំឲ្យប្អូនគិតច្រើនអីគិតតែវិជ្ជមានទៅល្អប្រសើរសម្រាប់ជីវិតផងដែរហើយអ្នកខ្លះទៀតក៏បានខមមិនថាឲ្យងាកទៅមើលបងប្រុសខ្លួននេះចយផងដែរគឺគាត់នៅតែអាចមានគ្រួសារអាចសាងគ្រួសារនិងអាចយកប្រពន្ធបានជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតថែមទៀតផងតែទោះជាយ៉ាងណាស្រីជប់ក៏បាននៅតែនិយាយថាខ្លួនបងគាត់គឺជាប្រុសអញ្ចឹងហើយគឺប្រុសគឺទៅដណ្ដឹងស្រីគឺវាជារឿងមួយដែលសមហេតុផលហើយខ្លួនវិញគឺជាស្រីដែលតម្រូវឲ្យខាងប្រុសធ្វើការចូលមកស្ដីដណ្ដឹងមុនវិញស្រីចុះបានបន្តថាប្រុសសម័យឥឡូវស្រឡាញ់រកតែស្រីស្អាតនិងហៃសូតែប៉ុណ្ណោះដោយនិយាយតែមួយចំនួនប៉ុណ្ណោះទេដោយមហាជនមួយចំនួនក៏បានចូលខមមិនថាមកពីប្អូនមិនទាន់ដល់គូទេដឹងទោះបីនៅឆ្ងាយគ្នាប៉ុណ្ណាក៏នៅតែមករកគ្នាដដែលនឹងមិនអាចបដិសេធនឹងព្រំលិខិតបាននោះទេបើពេញចិត្តនឹងការចែករំលែកមួយនេះសូមចូលរួមចុច Subscribe ម្នាក់មួយដើម្បីទទួលបានវីដេអូថ្មីៗក៏ដូចជាការចែករំលែកថ្មីៗពីខ្ញុំផងដែរសូមអរគុណ